ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពីជាតិអាមេរិកចំនួន20និងបុគ្គលិក10នាក់ជុំវិញការលក់អាវុធឲ្យតៃវ៉ាន់ប៉េកាំងក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលិកចំនួន10នាក់និងក្រុមហ៊ុនការពីជាតិសហរដ្ឋអាមេរិកចំនួន20ដើម្បីឆ្លើយតបនឹងការលក់អាវុធទៅឲ្យតៃវ៉ាន់នេះបើតាមការចេញផ្សាយដោយទីសារព័ត៌មាន Reutersធានាការនេះនឹងបង្កកទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុននិងបុគ្គលិកទាំងនោះនៅក្នុងប្រទេសចិនហើយហាមឃាត់មិនឲ្យអង្គភាពឬបុគ្គលិកក្នុងស្រុកធ្វើអាជីវកម្មជាមួយពួកគេឡើយបន្ថែមពីនេះនាយកប្រតិបត្តិជាន់ខ្ពស់និងស្ថាបនិកក្រុមហ៊ុនមួយចំនួនត្រូវតែហាមឃាត់មិនឲ្យចូលទឹកដីចិនផងដែរចំណាត់ការដ៏តឹងរ៉ឹងនេះធ្វើឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពីសប្តាហ៍មុននៅកញ្ចប់លក់អាវុធដែលមានតម្លៃ $11.1 ពាន់លានឲ្យតៃវ៉ាន់ដែលជាកញ្ចប់ធំបំផុតក្នុងប្រវត្តិសាស្ត្រអ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថាបញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍របស់ចិននិងជាខ្សែបន្ទាត់ក្រហមទី1ដែលមិនអាចឆ្លងកាត់បានទៅក្នុងតំបន់ទំនាក់ទំនងចិនអាមេរិក